ប្រវត្តិព្រះសិរីបុត្រព្រះសិរីបុត្រជាអគ្គសាវកដ៏កំពូលក្នុងព្រះពុទ្ធសាសនាទទួលស្គាល់ថាជាអគ្គសាវកខាងប្រាជ្ញាមានបញ្ញាដ៏ឧត្តមលេចធ្លោក្នុងចំណោមសាវកទាំងឡាយព្រះសិរីបុត្រកើតក្នុងត្រកូលអ្នកមានស្ដុកស្ដំមានទ្រព្យសម្បត្តិប្រមាណ560កោដ្ឋគេហបណៈឈ្មោះសិរីបុត្រមានន័យថាបុត្ររបស់នាងសិរីហៅតាមនាមមេដាទ្រង់ព្រះសិរីបុត្រមានបងប្អូនសរុបចំនួន7នាក់មានប្រុស3ស្រី3ព្រះសិរីបុត្រមានមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះកលិតៈព្រះមកលៀនជាកូនត្រកូលព្រាហ្មណ៍នៅកោលក្រៀមមិនឆ្ងាយពីក្រុងរាជក្រឹសប៉ុន្មានទេនៅវ័យក្មេងព្រះសិរីបុត្រនិងព្រះមកលៀនបានរៀនសិលសាស្ត្ររួមគ្នាហើយមួយគេទៅមើលមហោស្រពដូចជាឆ្នាំមុនប៉ុន្តែឆ្នាំនោះមិនមានសេចក្តីរីករាយឡើយព្រោះបានសង្កេតឃើញថាមនុស្សទាំងឡាយមិនអាចគេចផុតពីកើតចាស់ឈឺស្លាប់បាននោះទេហើយនេះពួកគេក៏សម្រេចចិត្តស្វែងរកមកធរដើម្បីរួចផុតពីទុក្ខព្រះសិរីបុត្រនិងព្រះមកលៀនព្រមទាំងបរិវារ250នាក់បានចូលបួសក្នុងសំណាក់សច្ជ័យបរិពាជក់ដែលមានឈ្មោះល្បីជាទីគោរពនៅក្រុងរាជក្រឹសមិនយូរប៉ុន្មានពួកគេបានរៀនចប់ទ្រឹស្ដីទាំងអស់ប៉ុន្តែមិនទាន់ឃើញផ្លូវរំដោះពិតប្រាកដឡើយសម័យនោះព្រះសម្មាសម្ពុទ្ធទើបត្រាស់ដឹងថ្មីហើយបានយាងចុះមកក្រុងរាជក្រឹសព្រឹកមួយឧបតិសៈបរិពាជក់បានជួបព្រះអសច្ចិធរៈហើយមានចិត្តជ្រះថ្លាទើបសួរអំពីព្រះសាស្តានិងព្រះធម៌ព្រះអសច្ចិធរៈបានពោលគាថាធម៌ទាំងឡាយណាមានហេតុជាដើមកំណើតព្រះបានសម្ដែងថាហេតុនោះហើយសម្ដែងនៅការរលត់នៃធម៌ទាំងឡាយនោះផងដែរលោកបានស្ដាប់ធម៌នេះចប់ហើយឧបតិសៈព្រះសិរីបុត្របានសោតបដិផលភ្លាមព្រះសិរីបុត្រនិងព្រះមកលៀនព្រមទាំងបរិវារ250នាក់បានទៅកាន់វត្តវេលវ័ននិងទទួលឯកភិក្ខុឧបសម្បទាពីព្រះមានព្រះភិក្ខក្រោយបួសបាន7ថ្ងៃព្រះមហាមកលៀនបានសម្រេចអរហន្តផលចំណែកព្រះសិរីបុត្រគន្លងបាន15ថ្ងៃទើបសម្រេចបានអរហន្តផលនៅឡាងសុករកតានំកិច្ចកោតនៅថ្ងៃពេញបរមីខែកុម្ភៈព្រះបរមសាស្តាបានប្រកាសតែងតាំងព្រះសិរីបុត្រជាអគ្គសាវកខាងស្ដាំខាងប្រាជ្ញាព្រះមហាមកលៀនជាអគ្គសាវកខាងឆ្វេងខាងឫទ្ធិព្រះសិរីបុត្របានត្រឡប់ទៅផ្ទះកំណើតប្រុសមេដាឲ្យសម្រេចសោតាបដិផលបន្ទាប់មកព្រះអង្គបានចូលសមាធិ9ជាន់ហើយបរិនិព្វានដោយអនុបាទិសេសនិព្វាននៅពេលអរណោទ័យត្រូវនៅថ្ងៃទី15កើតខែកណ្ឌិកខ្ញុំបានបើកទទួលមើលវិញហើយទស្សទាយជោគរាសីខ្សែជីវិតនិងរៀបចំអាសនៈរៀបព្រះភូមិទេវតាជាខ្សែកថាចារដោយយកកថាមាសស្នេហ៍មហានិយមខាងការពារ